episode biochemistry យូរហើយឥឡូវយើងចប់មេរៀន carbohydrate ហើយខ្ញុំសង្ឃឹមថាកូនសិស្សខ្ញុំមួយចំនួននឹងបានមើលមេរៀនច្រើនហើយនឹងយល់ថ្ងៃនេះយើងតទៅដល់មួយទៀតគឺ lipid ដែល lipid យើងនិយាយអំពី fat ហើយនឹង oils អញ្ចឹងនៅក្នុងដំបូង introduction part របស់ lipid គេថា lipid វាជាអីអញ្ចឹង lipid វាមានច្រើនប្រភេទ lipid វាគឺជា hydrophobic ឬក៏វា amphiphilic biomolecule អញ្ចឹង hydrophobic នឹងមានន័យថាវាគឺជាពាក្យសំខាន់ណាពាក្យនេះhydrophobic ហើយនិង amphiphilic នេះគឺជាពាក្យសំខាន់នៅក្នុងមេរៀន lipid អូខេអញ្ចឹងឥឡូវយើងមកវែកញែកពាក្យកន្លឹះពីរហ្នឹងតើវាមានន័យថាម៉េចចំពោះពាក្យថា hydrophobic អញ្ចឹងនៅក្នុងពាក្យហ្នឹងមានពីរគឺពាក្យ hydro ហ្នឹងគេសំដៅទៅលើ water អូខេហើយ philic philic នេះមានន័យថាម៉េចជាទូទៅវាមានពាក្យ philic នេះមានន័យថា fearing មិនចូលចិត្តឬក៏វាខ្លាចជាភាសាក្រិកអញ្ចឹងមានន័យថាបូកចូលគ្នាទៅវាមានន័យថា water fairy គឺជា molecule ដែលមិនរលាយក្នុងទឹកមិនចូលចិត្តទឹកនិយាយរួមទៅគឺអញ្ចឹង lipid វាអត់រលាយក្នុងទឹកទេវាជា molecule hydrophobic អូខេអញ្ចឹងនៅពេលពាក្យ amphiphilic នេះមានន័យទាំងពីរមានន័យថាជា molecule ដែល both នៅក្នុងហ្នឹងយើងនិយាយសំដៅ both ហ្នឹងសំដៅទៅលើ hydrophilic ហើយនឹង hydrophobic អញ្ចឹងនៅក្នុងនេះ amphiphilic មានន័យថាទាំងពីរវា hydrophilic ផង hydrophobic ផងឥឡូវលោកគ្រូខ្ញុំមានពាក្យមួយថ្មីគឺ hydrophilic អញ្ចឹង hydro នេះគឺ water philic នេះគឺ love អញ្ចឹងមានន័យថាវាជា molecule ដែលចូលចិត្តទឹកអូខេអញ្ចឹង hydrophilic គឺជា molecule ដែល interact with the water love នេះ love ណាអញ្ចឹងបើយើងបូកឲ្យចំទៅគឺវា molecule ដែលរលាយក្នុងទឹកបានដែល interact with water អូខេអញ្ចឹងពាក្យមួយគឺ hydrophilic hydro គឺទឹក philic គឺខ្លាចអញ្ចឹងបកទៅ hydrophilic molecule មិនចូលចិត្តទឹកមិនរលាយក្នុងទឹក hydrophobic hydro គឺទឹកhydrophilic hydro គឺទឹក philic គឺ love អញ្ចឹងវាជា molecule ដែល interact ជាមួយនឹង molecule ទឹកចុះដល់ពេលពាក្យថា amphiphilic គឺ both មានន័យថាវាជា molecule hydrophilic ផង hydrophobic ផងអញ្ចឹងនៅក្នុងហ្នឹងគេថា lipid អាចជា molecule hydrophobic ហើយឬក៏ជា molecule amphiphilic biomolecule អូខេអញ្ចឹងនៅក្នុងហ្នឹងវាមានជា fatty acid វាមាន glycerolipid វាមាន sphingolipid អីជាដើមឥឡូវមើលរូបកណ្ដុរនេះគឺជារូបកណ្ដុរដែលគេចិញ្ចឹមពីសោតគេឲ្យវាញ៉ាំច្រើនគេបញ្ច្រកវាអញ្ចឹងឃើញកណ្ដុរហ្នឹងវាកើតថ្ងៃខែឆ្នាំតែមួយមែនប៉ុន្តែកណ្ដុរនេះកម្មាប់វាធាត់ហើយកណ្ដុរនេះវាស្គមដោយសារអីដោយសារតែវាមាន lipid ច្រើនវាមាន lipid វាមាន fat ច្រើនអញ្ចឹងធ្វើឲ្យវាវាកើននៅទម្ងន់ហើយនឹងរូបរាងធ្វើឲ្យវាធាត់ជាងមុនអញ្ចឹងយើងមើលទៅតើ lipid មានតួនាទីធ្វើអីខ្លះទី1វា storage the energy ហ្នឹងសំខាន់ណាស់ពីព្រោះថាយើងរៀនមេរៀន carbohydrate ហើយនៅពេលដែលយើងញ៉ាំ carbohydrate សល់វាក៏បំលែងទៅជាថាមពលអត់អស់វា store ទុកក្នុងទម្រង់ជា lipid ដែល store នៅក្នុង adipose tissue អញ្ចឹងវា storage the energy វា store ទុកក្នុងទម្រង់ខ្លាញ់ហ្នឹងហើយបំលែងទៅជាថាមពលនៅពេលដែលយើងត្រូវការពីព្រោះមនុស្សយើងមិនមែនថាអង្គុយញ៉ាំបាយ24ម៉ោងទេអញ្ចឹងពេលដែលយើង fasting
យើងអត់មាន food សម្រាប់ supply ជា energy គឺវាយកអា storage energy មកប្រើអញ្ចឹងនៅពេលនេះដល់ពេលដែលវា storage carbohydrate នៅ store គេទម្រង់អីគេគឺវា store ជាទម្រង់ glycogen នៅក្នុងថ្លើមអញ្ចឹងវាកាត់ប្រើអស់វាចាប់ផ្ដើមមកប្រើ fat នេះទី2វាគឺជា important dairy component ពីព្រោះថាវាមានថាមពលខ្ពស់ជាងដោយ1គីឡូ1ក្រាមវាគុណមេគុណជាមួយ lipid គឺ9ហើយយើងគុណ carbohydrate ក្រា4ទេអូខេអញ្ចឹងវាបើគិតជា calorie គឺវាខ្ពស់ជាងនៅ carbohydrate វាមេគុណយើង1ក្រាមគឺគុណនឹង4ហើយ lipid គឺគុណនឹង9អូខេហើយវាសំខាន់ជាងនឹងទៀតគឺវាមាន fat soluble vitamin ដូចជា vitamin A vitamin K អីជាដើមគឺវាមាន fat soluble vitamin ដែលសំខាន់ណាស់សម្រាប់ការធ្វើ metabolism នៅក្នុងខ្លួនរបស់យើងទី3គឺវាជា structural component of biomembrane មានថាភ្នាសកោសិការបស់យើងបង្កើតឡើងអំពី phospholipid bilayer អញ្ចឹង phospholipid bilayer ហ្នឹងវាក៏ជា lipid ដែរអញ្ចឹងមានថាកោសិកាភ្នាសកោសិការបស់យើងឬក៏ membrane របស់កោសិកាយើងទាំងអស់ហ្នឹងគឺត្រូវការវាអូខេអានេះគឺជារឿងមួយផ្សេងទៀតហើយវាមានទូនីតិច្រើនទៀតឧទាហរណ៍ខ្ញុំបញ្យល់ត្រួសព្រោះបញ្យល់លំអិតវាច្រើនពេកយើងប្រញាប់ចូលមេរៀនរបស់យើងអញ្ចឹងទូនីតិសំខាន់មួយទៀតគឺផ្ដល់រូបរាងហើយនឹង contour to the body អញ្ចឹងកន្លែងខ្លះបើអត់មានខ្លាញ់គឺធ្វើឲ្យយើងអត់ស្អាតទេដូចថ្ពាល់ដូចកន្លែងសុដន់ទីអីអញ្ចឹងគឺត្រូវការមាន lipid មកបិទបាំងនិង contour តម្រង់នៃ body shape ហើយនឹងរូបរាងរបស់យើងឲ្យស្អាតជាងមុនអូខេអញ្ចឹងបើសិនជា lipid នឹងវាច្រើនពេកឬក៏វា metabolism មិនត្រឹមត្រូវ lipid ក៏បង្កជា clinical significance of lipid ដែរនេះណា clinical significance of lipids អញ្ចឹងនៅក្នុងហ្នឹងវាមានបង្កជាជំងឺគេហៅ abnormal chemistry for metabolism of lipid វាបង្កទៅជាជំងឺ obesity វាជំងឺលើសទម្ងន់ធាត់ជ្រុល atherosclerosis ជំងឺដែលមានខ្លាញ់ដុំ flek នៅក្នុងសរសៃឈាម diabetes mellitus ជំងឺទឹកនោមផ្អែមប៉ុន្តែ diabetes mellitus នេះវាមិនមែន lipid អ្នកបង្កដោយផ្ទាល់ទេវាជា indirect អ្នកដែលបង្កឲ្យមាន diabetes mellitus direct គឺ glucose នៅក្នុងឈាម hyperlipoproteinemia fatty liver lipid storage disease អញ្ចឹងវាបង្កជាជំងឺទាំងអស់នេះដែលយើងនឹងរៀន detail ថា lipid វាបង្កទៅជាជំងឺនឹងយ៉ាងម៉េចនៅក្នុងវគ្គបន្តបន្ទាប់នៅក្នុងមេរៀន lipid អូខេហើយខ្ញុំនឹងបញ្យល់អំពីរូបមន្តទូទៅក៏ដូចជាការហៅឈ្មោះនៃ lipid ផងដែរធាតុបង្ករបស់វាសិនអញ្ចឹងធាតុបង្ករបស់ lipid ចម្បងបំផុតមួយគឺ fatty acid អូខេអញ្ចឹងធាតុបង្ករបស់ carbohydrate យើងនិយាយអំពីវាមានឧទាហរណ៍ដូចជា polysaccharide ធាតុបង្កវាគឺ monosaccharide ដល់ពេលនៅក្នុង lipid ដូចគ្នាlipid គឺធាតុបង្កវាគឺ fatty acid អញ្ចឹង fatty acid ហ្នឹងជាអីគេថា fatty acid ហ្នឹងគឺជាបណ្ដុំ molecule organic molecule ដែលបង្កឡើងអំពីខ្សែវែង long chain of carbon ហើយនឹង hydrogen អញ្ចឹងគេថាពីខ្សែវែងគេ long chains of carbon and hydrogen អញ្ចឹងខ្សែវែងហ្នឹងយើងអាចសរសេររូបមន្តទូទៅបូកជាមួយនឹងបង្គំ carboxyl group អូខេ carboxyl group គឺបង្គំអីគេ COOH អូខេអញ្ចឹងរូបមន្តនេះខ្ញុំអត់សេចក្ដីឲ្យប្រើទេយើងមានរូបមន្តទូទៅរបស់វាអាចជាសរសេរថា air COOH អូខេអញ្ចឹងនៅក្នុងហ្នឹងfatty acid ហ្នឹងយើងនឹងរៀនពីរូបមន្តវា detail fatty acid វាបែងចែកជា2ទៀត saturated fatty acid ហើយនឹង unsaturated fatty acid អញ្ចឹងនៅក្នុងនេះអ្នកទាំងអស់គ្នាមើលឧទាហរណ៍ដំបូងសិនអញ្ចឹងនៅក្នុងនេះគឺជាបង្គំ carboxyl COOH នេះ sorry នេះអូខេ COOH នេះគេបង្គំ carboxyl អានេះគឺជាខ្សែកបោតអញ្ចឹងអាបង្គំ carboxyl នេះលុបចេញអស់នេះបង្គំ carboxyl នេះគឺវា hydrophilic
អូខេហើយបង្គំ sorry ខ្សែកបោននេះវាគឺជា hydrophobic អូខេអញ្ចឹងអ្នកទាំងអស់យល់ហើយ hydrophilic ជាអីហើយ hydrophobic ជាអីដោយសារតែបែបហ្នឹងហើយដោយសារតែបែបនេះបានធ្វើឲ្យខ្លាញ់មិនរេក្នុងទឹកដោយសារតែវាមានខ្សែ hydrophobic អូខេ